ប្រិយមិត្តអស់លោកអ្នកស្ដាប់ជាទីមេត្រីប្រធានាធិបតីលោកដូណាល់ត្រាំកំពុងធ្វើដំណើរទៅកាន់ទីក្រុងដាវូសប្រទេសស្វីសម្ដងទៀតដោយជិះយន្តហោះបម្រុងបន្ទាប់ពីបញ្ហាបច្ចេកទេសបានបង្ខំឲ្យយន្តហោះ Air Force One ត្រឡប់ទៅមូលដ្ឋានរួម Atra វិញយន្តហោះ Air Force One បានហោះហើរនៅល្ងាចថ្ងៃអង្គារនៅពេលដែលវាបានបត់ត្រឡប់ក្រោយវិញដោយសារតែបញ្ហាអគ្គិសនីតិចតួចនេះបើយោងតាមសេតវិមានដែលបាននិយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយការប្រុងប្រយ័ត្នយ៉ាងខ្លាំងទន្ទឹមតាមដានការហោះហើរប្រភពបើកចំហ2 ADF បង្ហាញថាយន្តហោះបានបត់លើមហាសមុទ្រអាត្លង់តិកនៅចុងខាងកើតបំផុតនៃកោះញូវយ៉កជាង1ម៉ោងមុនពេលហោះហើរយន្តហោះបានចុះចតដោយសុវត្ថិភាពនៅរដ្ឋ Maryland ភ្លាមបន្ទាប់ពីម៉ោង11យប់ហើយលោកត្រាំបានឡើងលើយន្តហោះថ្មីមួយទៀតដែលប្រើជាយន្តហោះ Air Force One ប្រហែលជាង1ម៉ោងក្រោយមកក្នុងដំណើរទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីយន្តហោះដើមបានចុះចតបុគ្គលិកបានប្រញាប់ប្រញាល់ផ្ទេរអីវ៉ាន់រវាងយន្តហោះខណៈពេលដែលក្រុមនាវិកបានផ្លាស់ទីប្រអប់ផ្លែឈើនំសាំងវិចរុំនិងភេសជ្ជៈយ៉ាងឆាប់រហ័សនេះបើយោងតាមអ្នកសារព័ត៌មានក្រុមអ្នកកាសែតដែលអមដំណើរប្រធានាធិបតីក្នុងអំឡុងពេលធ្វើដំណើរយន្តហោះ Air Force One ឬ AF1 នៅលើគេហទំព័រតាមដានជើងយន្តហោះគឺជាសញ្ញាហៅសម្រាប់យន្តហោះណាមួយដែលប្រធានាធិបតីជិះមិនមែនឈ្មោះយន្តហោះនោះទេនេះជាលើកទី2ហើយក្នុងរយៈពេលប្រមាណខែថ្មីនេះលោកដូណាល់ត្រាំត្រូវបានបង្ខំឲ្យងាកទៅរកយន្តហោះបម្រុងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅចក្រភពអង់គ្លេសកាលពីខែកញ្ញាលោកត្រាំនិងលោកស្រី Melania Trump បានឡើងលើឧទ្ធម្ភាគចក្រជំនួយដោយសុវត្ថិភាពបន្ទាប់ពីឧទ្ធម្ភាគចក្រដែលពួកគេកំពុងធ្វើដំណើរបានជួបប្រទះបញ្ហាធារាសាស្ត្រហើយត្រូវបានបង្ខំឲ្យចុះចតនៅអាកាសយានដ្ឋានក្នុងស្រុកនេះបើយោងតាមអ្នកនាំពាក្យសេតវិមាន Caroline Leavitt បានប្រកាសនៅពេលនោះថាយន្តហោះ Boeing 747ដែលត្រូវប្រើជា Air Force One បានដំណើរការអស់រយៈពេលជាង35ឆ្នាំមកហើយការពញាពេលក្នុងការជំនួសវាបានធ្វើឲ្យលោកត្រាំខឹងសម្បានិងធ្វើឲ្យ Boeing ខាតបង់រាប់ពាន់លានដុល្លារយន្តហោះចំនួនក្រោយដែលដំបូងឡើយត្រូវបានគេសន្មតថានឹងត្រូវបានដឹកជញ្ជូននៅឆ្នាំ2022គ្រោងនឹងមកដល់នៅកណ្ដាលឆ្នាំ2028ក្នុងខែធ្នូកងទ័ពអាកាសយានដ្ឋានអាមេរិកបានផ្ដល់ការកែប្រែចំនួន 15.5 លានដុល្លារចំពោះកិច្ចសន្យាដែលមានស្រាប់របស់ខ្លួនជាមួយ Boeing ដែលនាំឲ្យតម្លៃមុខនៃកិច្ចសន្យាដែលនាំឲ្យតម្លៃមុនកិច្ចសន្យាកើនឡើងដល់ជាង 4.3 លានដុល្លារទន្ទឹមនឹងនេះកងទ័ពអាកាសបានប្រកាសកាលពីខែមិថុនាខ្លួននឹងទិញយន្តហោះ Boeing ចំនួន2គ្រឿងបន្ថែមពីក្រុមហ៊ុនអាកាសចរអាល្លឺម៉ង់ Lufthansa ដើម្បីគាំទ្រដល់កម្មវិធីដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រធានាធិបតីនាពេលអនាគតដោយមានកាលបរិច្ឆេទដឹកជញ្ជូនសម្រាប់ឆ្នាំនេះក៏មានយន្តហោះកាតាមួយគ្រឿងផងដែរដែលត្រូវបានផ្ដល់ជាអំណោយដល់លោកត្រាំកាលពីឆ្នាំមុនដែលកំពុងឆ្លងកាត់ការកែប្រែដើម្បីប្រើជា Air Force One ដែលបង្កឲ្យមានការព្រួយបារម្ភផ្នែកច្បាប់សីលធម៌និងសន្តិសុខប្រធានាធិបតីបាននិយាយថាយន្តហោះនេះអាចត្រៀមប្រើប្រាស់នៅខែក្រោយទោះបីជាមានការសង្ស័យយ៉ាងខ្លាំងពីអ្នកជំនាញនិងអតីតមន្ត្រីអាកាសចរក៏ដោយទោះបីជាយន្តហោះមានអាយុច្រើនក៏ដោយបញ្ហាបច្ចេកទេសដូចជាយន្តហោះដែលជួបប្រទះកាលពីថ្ងៃអង្គារគឺកម្រមានណាស់នៅលើ Air Force One នៅឆ្នាំ2006បញ្ហាមេកានិកមួយបានធ្វើឲ្យ Air Force One មិនអាចហោះហើរបានខណៈពេលដែលប្រធានាធិបតី George W. Bush នៅទីក្រុងហូជីមិញប្រទេសវៀតណាមដែលបង្ខំឲ្យប្រធានាធិបតីហោះហើរក្នុងយន្តហោះបម្រុងអន្តរាគមន៍ការទូតជាបន្ទាន់មួយកំពុងរងចាំលោកប្រធានាធិបតីដូណាល់ត្រាំនៅទីក្រុងដាវូសបន្ទាប់ពីចំណាយពេលជាច្រើនថ្ងៃក្នុងការគំរាមកំហែងដល់សម្ព័ន្ធមិត្តអាមេរិកលើបញ្ហាកោះ Greenland មន្ត្រីកម្ពុជារបស់អឺរ៉ុបកំពុងមានគម្រោងប្រើប្រាស់កិច្ចប្រជុំកម្ពុជាប្រចាំឆ្នាំរបស់អិសរាជជនពិភពលោកនៅសប្តាហ៍នេះជាទីតាំងសម្រាប់ទប់ស្កាត់
វិបត្តិដែលកំពុងរីកចម្រើនយ៉ាងខ្លាំងដែលបានធ្វើឲ្យទ្វីបនេះស្ថិតក្នុងស្ថានភាពលំបាកហើយឥឡូវនេះអាចគំរាមកំហែងដល់ការរស់រានមានជីវិតនៃសម្ព័ន្ធភាពរយៈពេល7 ទសវត្សរ៍របស់ខ្លួនជាមួយសហរដ្ឋអាមេរិកនេះបើយោងតាមអនុសាសន៍3នាក់ដែលស្គាល់ពីការពិភាក្សាបានប្រាប់ CNN ការជំរុញពីសម្ព័ន្ធមិត្តនោះបានកើតឡើងខណៈដែលសំបីតែអ្នកខ្លះនៅក្នុងកន្លងរបស់លោកត្រាំក៏បានសម្ដែងការសង្ស័យជាឯកជនចំពោះវោហារសាស្ត្ររបស់ប្រធានាធិបតីនិងបានស្វែងរកផ្លូវចេញក្នុងពេលខ្លីខាងមុខនេះកិច្ចខិតខំប្រឹងប្រែងបន្ទាន់របស់អឺរ៉ុបមានគោលបំណងបន្ថយភាពតានតឹងបន្ទាប់ពីការសន្យារបស់លោកត្រាំក្នុងការដាក់ពន្ធថ្មីលើសម្ព័ន្ធមិត្តណាមួយដែលប្រឆាំងនឹងការជំរុញរបស់លោកចំពោះការគ្រប់គ្រងពេញលេញនិងទៅលើកោះ Greenland នេះផងដែរប៉ុន្តែវាក៏និយាយអំពីការព្យាយាមបង្វែរប្រធានាធិបតីជាទូទៅចេញពីយុទ្ធនាការរបស់គាត់សម្រាប់ទឹកដីដាណាម៉ាក់ផងដែរក្នុងចំណោមផ្លូវដែលទីប្រឹក្សាត្រាំនិងអ្នកការទូតលោកខាងលិចបានផ្ដោតលើគឺការពង្រឹងឬក៏ពង្រីកសន្ធិសញ្ញាដែលមានស្រាប់ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានយោធានិងធនធានផ្សេងទៀតនៅលើកោះនេះរួមជាមួយនឹងការបន្ថែមកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងសេដ្ឋកិច្ចលទ្ធផលបែបនេះនឹងរួមបញ្ចូលពីការចុះហត្ថលេខាមួយចំនួនដែលនឹងអនុញ្ញាតឲ្យប្រធានាធិបតីបង្ហាញពីសមិទ្ធផលនេះបើយោងតាមមនុស្សដែលស្គាល់ពីបញ្ហានេះជំរឿនមួយទៀតដែលត្រូវបានពិភាក្សាគឺការដាក់ Greenland នៅក្រោមកិច្ចព្រមព្រៀងសមាគមសេរីដែលនឹងអនុញ្ញាតឲ្យវារក្សាស្ថានភាពបច្ចុប្បន្នរបស់ខ្លួនខណៈពេលដែលនៅតែផ្ដល់សិទ្ធិចូលប្រើប្រាស់សន្តិសុខដែលបានពង្រីកដល់សហរដ្ឋអាមេរិកជាថ្នូរនិងជំនួយហិរញ្ញវត្ថុប៉ូឡូស្កោសម៉ាសែលនិងរដ្ឋសហព័ន្ធមីក្រូនីសាស្ថិតនៅក្រោមកិច្ចព្រមព្រៀងបែបនេះជាមូលដ្ឋានរបស់អាមេរិកក៏មានការពិភាក្សាដំបូងអំពីការណែនាំអំពីចរាចរណ៍ឡើងវិញនៃកិច្ចព្រមព្រៀងឆ្នាំ1951រវាងសហរដ្ឋអាមេរិកដាណាម៉ានិង Greenland ដើម្បីបញ្ជាក់យ៉ាងច្បាស់ថានឹងមិនមានការវិនិយោគរបស់ចិននៅ Greenland ទេមនុស្សទាំងនេះបាននិយាយផងដែរថាមនុស្សទាំងនេះបាននិយាយហើយខណៈពេលដែលប្រទេសដាណាម៉ាបានបង្ហាញទំនោរតិចតួចទៅក្នុងការបោះបង់ចោលទឹកដីរបស់ខ្លួនមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់រដ្ឋបាលលោកត្រាំបានធ្វើការក្នុងរយៈពេលប្រមាណសប្តាហ៍កន្លងមកនេះលើសំណើទិញកោះនេះមនុស្សទាំងនេះបាននិយាយថាលោកត្រាំដែលបានមកទីក្រុងដាវូសនៅព្រឹកថ្ងៃពុធបានប្រាប់អ្នកយកព័ត៌មានមុនពេលចាក់ចេញនៅថ្ងៃអង្គារថាលោកនឹងធ្វើកិច្ចប្រជុំជាបន្តបន្ទាប់នៅលើកោះ Greenland នៅទីនោះដោយព្យាករណ៍ថាលោកនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដែលល្អណាស់សម្រាប់មនុស្សគ្រប់គ្នាលោកបានអះអាងថា NATO នឹងសប្បាយចិត្តខ្លាំងហើយប្រជាជន Greenland ដែលបានតវ៉ាប្រឆាំងនឹងការគំរាមកំហែងនៃការបញ្ចូលទឹកដីរបស់អាមេរិកនិងរំភើបអគ្គលេខាធិការ NATO លោក Mark Rutte ដែលបានធ្វើការដើម្បីបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយលោកត្រាំគឺជាម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីមួយទល់មួយនៅក្រៅកិច្ចប្រជុំកំពូលប្រភពដែលស្គាល់ផែនការនេះបាននិយាយតែថាយ៉ាងណាក៏ដោយទោះបីជាមានការព្យាករណ៍រីករាយរបស់លោកត្រាំក៏ដោយលោកនៅតែបន្តបង្កើនការទាមទារដល់បែកបាក់របស់លោកដោយទទូចម្ដងហើយម្ដងទៀតនៅថ្ងៃអង្គារថាយើងត្រូវការកោះ Greenland នៅពេលសួរថាតើលោកមានឆន្ទៈក្នុងការទៅដើម្បីទទួលបានការគ្រប់គ្រងកោះ Greenland លោកត្រាំបានត្រឹមតែនិយាយថាអ្នកនឹងដឹងមុនពេលណែនាំថាលោកអាចនឹងពិនិត្យមើលជំរើសជំនួសប្រសិនបើតុលាការកំពូលសហរដ្ឋអាមេរិកសម្រាប់ប្រឆាំងនឹងការប្រើប្រាស់ពន្ធរបស់លោកនៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យសេតវិមានលោកស្រី Anna Kelly បានចាត់ទុកការទិញកោះ Greenland របស់សហរដ្ឋអាមេរិកថាជាអត្ថប្រយោជន៍ដ៏មានសក្តានុពលសម្រាប់អង្គការ NATO ដោយអះអាងថាកាន់តែមានភាពរឹងមាំនិងមានប្រសិទ្ធភាពជាមួយកោះ Greenland នៅក្នុងដៃរបស់សហរដ្ឋអាមេរិកហើយប្រជាជន Greenland នឹងត្រូវបានប្រើកាន់តែប្រសើរប្រសិនបើត្រូវបានការការពារដោយសហរដ្ឋអាមេរិកពីការគំរាមកំហែងទំនើបក្នុងតំបន់អាក់ទិកប៉ុន្តែក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបដែល
ស្និទ្ធដែលជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិកនៅតែមិនទាន់មានការឯកភាពគ្នាច្បាស់លាស់អំពីរបៀបដើម្បីរុញច្រានវិញប្រសិនបើប្រធានាធិបតីបង្កើនការឈ្លានពានរបស់លោក Len Primer ប្រធានក្រុមវិយតម្លៃហានិភ័យសកល RRC គ្រប់បានមានប្រសាសន៍ថាពួកគេត្រូវតែឆ្លើយតបភ្លាមហើយមានរឿងជាច្រើនដែលពួកគេអាចធ្វើបានប៉ុន្តែពួកគេត្រូវតែមានឆន្ទៈក្នុងការធ្វើជាមួយប៉ុន្តែពួកគេត្រូវមានឆន្ទៈក្នុងការធ្វើវាជាមួយនឹងចំនួននិងកម្លាំងគ្រប់គ្រាន់តែវាធ្វើឲ្យមានភាពខុសគ្នាការប្រជុំមុខដាក់គ្នាដែលត្រូវបានកំណត់ឲ្យលេងក្នុងរយៈពេល48ម៉ោងខាងមុខបង្ហាញពីភាពធ្ងន់ធ្ងរដែលប្រទេសអឺរ៉ុបឥឡូវនេះកំពុងមើលឃើញការគំរាមកំហែងអធិរាជរបស់លោកត្រាំក្នុងចំណោមការវាយប្រហារជាបន្តបន្ទាប់របស់លោកទៅលើមេដឹកនាំពិភពលោកផ្សេងទៀតភាពតានតឹងនៅលើកោះ Greenland ក៏បានបង្ខំឲ្យមានការផ្លាស់ប្ដូរការគណនាក្នុងចំណោមប្រទេសមួយចំនួននៅអឺរ៉ុបបន្ទាប់ពីមួយឆ្នាំដែលសម្ព័ន្ធមិត្តអាមេរិកភាគច្រើនបានព្យាយាមផ្គប់ចិត្តលោកត្រាំជាជាងទប់ទល់នឹងគាត់ដោយលើកហេតុផលថាក្នុងករណីជាច្រើនវាមានតម្លៃក្នុងការទទួលយកបញ្ហារបស់គាត់ជាជាងការប្រថុយប្រឋាននឹងចំនួនដោយផ្ទាល់លោកត្រាំបានអះអាងជាយូរមកហើយថា Greenland មានសារៈសំខាន់សម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនិងមានតម្លៃសម្រាប់ទុនបម្រុងរ៉ែច្រើនសន្ធឹកសន្ធាប់របស់ខ្លួនប៉ុន្តែការជំរុញនោះបានឈានដល់កម្រិតមួយក្នុងពេលមួយសប្តាហ៍ចុងក្រោយនេះជាមួយនឹងការសន្យារបស់គាត់ក្នុងការវាយប្រទេសអឺរ៉ុបចំនួន8ជាមួយនឹងពុនកុយនិងជាសាធារណៈជាបន្តរបស់គាត់ប្រឆាំងនឹងមេដឹកនាំនៃប្រទេសវេណេស៊ុយអេឡានិងបារាំងការប៉ុនប៉ងរបស់ប្រធានាធិបតីក្នុងការដាក់ទណ្ឌកម្មលើសម្ព័ន្ធមិត្តផ្នែកសេដ្ឋកិច្ចបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅទូទាំងអឺរ៉ុបដោយមន្ត្រីបានប្រមានថាចលនានេះអាចធ្វើឲ្យសម្ព័ន្ធមិត្ត NATO យូរអង្វែងលែងរួមមានសហរដ្ឋអាមេរិកជាសមាជិក32នៅទូទាំងអឺរ៉ុបនិងអាមេរិកខាងជើងប្រហែលជាបែកបាក់គ្នា